បងប្អូនបាទនេះជារបៀបញ៉ាំអាហារពេលព្រឹករបស់ខ្ញុំបាទយ៉ាងអាហារយើងបងប្អូននេះបងប្អូនចេះសួរខ្ញុំថាអាហារហ្នឹងមានប្រមាណរសជាតិបងប្អូនយើងមាន5រសជាតិបាទរសជាតិនេះគេហៅ strawberry ហើយរសជាតិមួយទៀតនេះគេហៅរសជាតិចេកបាទ caramel banana ហើយរសជាតិមួយទៀតគឺសូកូឡាបងប្អូនសូកូឡេតហើយរសជាតិមួយទៀតនេះគឺគេហៅរសជាតិ cookie and cream បាទហើយមួយនេះគឺ vanilla អូខេអញ្ចឹងអាហារពេលព្រឹករបស់ខ្ញុំគឺមានច្រើនជម្រើសបងប្អូនបាទរហូតដល់5រសជាតិអញ្ចឹងបងប្អូនពេញចិត្តរសជាតិមួយណាក៏បានដែរអូខេហើយវិធីធ្វើគឺសាមញ្ញបាទងាយទេនេះបងប្អូនគ្រាន់តែមានចង់ដាក់ទឹកដោះគោក៏បានបងប្អូនដាក់ទឹកសុទ្ធក៏បានបាទសម្រាប់ខ្ញុំជ្រើសរើសយកទឹកដោះគោបាទទឹកដោះគោបាទថ្ងៃនេះចង់ញ៉ាំទឹកដោះគោអញ្ចឹងយើងដាក់ទឹកដោះគោជូរទៅបាទបងប្អូនចង់ញ៉ាំទឹកដោះគោឆៅខ្លាឃ្មុំដាក់ទឹកដោះគោឆៅខ្លាឃ្មុំទៅបើសិនជាបងប្អូនចង់ញ៉ាំជាមួយទឹកសុទ្ធអូខេយើងដាក់ជាមួយទឹកសុទ្ធទៅបាទធម្មតាយើងញ៉ាំជាមួយទឹកសុទ្ធទៅគឺសាមញ្ញស្រួលញ៉ាំណាបាទហើយមួយទៀតបងប្អូននេះមានម្សៅប្រូតេអ៊ីននេះតែប្រូតេអ៊ីននេះបាទកំប៉ុងខ្លីនេះបាទវាជាម្សៅងាយស្រួលបងប្អូនគាត់លាយទៅញ៉ាំបានហើយអញ្ចឹងអាហារពេលព្រឹកនេះគឺសាមញ្ញបំផុតទេបងប្អូនបាទងាយហើយមួយទៀតនេះបងប្អូនត្រូវមានដែរកំប៉ុងក្លុកនេះគឺយើងមានដែកនៅខាងក្នុងហ្នឹងណាបងប្អូនអូខេអញ្ចឹងទី1បងប្អូនគ្រាន់តែដាក់ទឹកដោះគោចូលមកបាទយើងចាក់ទឹកដោះគោចូលមកក្នុងកំប៉ុងក្លុករបស់យើងហ្នឹងមកនេះបងប្អូនហើយបងប្អូនបាទវល់ម្សៅនេះចូលបាទវល់ម្សៅអត់យកសាភាមកហ៎អូខេបងយកសាភាឲ្យតិចមើលបងសាក់យកសាភាហាយតិចមើលបងគេឲ្យយើងដាក់សាភាមកយើងវល់មានសាភាមកយើងវល់ចូលបាទលឿនបាទសាមញ្ញ